ឃើញចម្លើយតែម្ដងតោះឥឡូវយើងទៅមើលរបៀបនៃការបដូរបាទអញ្ចឹងដើម្បីបដូរយើងត្រូវចាំទៅលើតារាងបដូរຂະຫນាតបាទអញ្ចឹងជួរនេះបាទឬក៏យើងទៅសេថា km យើងអានថាគីឡូម៉ែត្របាទបន្តទៀត hm បាទ hm នេះគឺហិកតូម៉ែត្របាទ dam គឺដេកាម៉ែត្របាទ m គឺម៉ែត្របាទ dm គឺដេស៊ីម៉ែត្រ cm គឺសង់ទីម៉ែត្របាទចំណែក mm គឺមីលីម៉ែត្របាទមីលីម៉ែត្រអញ្ចឹងយើងត្រូវចាំទៅលើຂະຫນាតរង្វង់ប្រវែងហ្នឹងគឺគីឡូម៉ែត្រហិកតូម៉ែត្រដេកាម៉ែត្រម៉ែត្រដេស៊ីម៉ែត្រសង់ទីម៉ែត្រនិងមីលីម៉ែត្របាទអញ្ចឹងចំពោះຂະຫນាតរង្វង់ប្រវែងបាទគឺមួយប្រឡោះនេះបាទមួយប្រឡោះហ្នឹងគឺយើងដាក់បានតែមួយលេខទេឬក៏យើងអាចនិយាយបានថាវាធំជាងគ្នា10ដងបាទ10ដងឥឡូវយើងមើលប្រវែងទទឹងរបស់យើងបាទប្រវែងទទឹងគឺ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រអញ្ចឹងយើងត្រូវបដូរទាំង3ហ្នឹងទៅជាម៉ែត្របាទចំណែកឯប្រវែងបណ្ដោយគឺយើងមិនបាច់ចាំបដូរទេព្រោះវាម៉ែត្រស្រាប់បាទអញ្ចឹងយើងបាច់ចាំបដូរទេអញ្ចឹងយើងបដូរតែប្រវែងទទឹងបាទសួស្តីបងប្អូនដែលរៀនថ្នាក់ទី6ទាំងអស់គ្នាវិលជួបលោកគ្រូសាជាថ្មីមកកាន់ការរៀនគណិតវិទ្យាថ្នាក់ទី6អញ្ចឹងនៅក្នុងវីដេអូនេះលោកគ្រូនៅលើយកអំពីបាទចំណោទទី1នេះគឺនៅមេរៀនទី3វិធីបូកនិងវិធីដកចំនួនទស្សភាគគឺនៅទំព័រទី12តែយើងមើលចំណោទចតុកោណកែងមួយមានទទឹងប្រវែងបាទ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រនិងបណ្ដោយ12.4 ម៉ែត្របាទអញ្ចឹងគេឲ្យយើងគណនាប្រវែងជុំវិញចតុកោណកែងនោះគិតជាម៉ែត្របាទអញ្ចឹងគេថាម្ដងទៀតបាទចតុកោណកែងមួយមានទទឹងវាគឺប្រវែង2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រនិងបណ្ដោយ12.4 ម៉ែត្របាទសំណួរគេសួរថាកណនាប្រវែងជុំវិញចតុកោណកែងនោះគិតជាម៉ែត្របាទឥឡូវយើងមើលរូបមួយបាទរូបបាទអញ្ចឹងនេះទទឹងចាប់ពីនេះមកគឺទទឹងបាទគឺ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្របាទហើយជ្រុងនេះក៏ទទឹងដែរបាទប្រវែងស្មើគ្នាអានេះ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្របាទជ្រុងនេះក៏2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រដូចគ្នាបាទនិងបណ្ដោយ12.4 ម៉ែត្របាទនេះបណ្ដោយមាន2ដែរខាងលើនេះគឺ12.4 ម៉ែត្របាទខាងក្រោមគឺ12.4 ម៉ែត្រដែរបាទអញ្ចឹងគេឲ្យយើងរកប្រវែងជុំវិញចតុកោណកែងហ្នឹងបាទអញ្ចឹងដើម្បីរកប្រវែងជុំវិញបានយើងមើលចំណោទអានចំណោទ 3-4 ដងឲ្យយល់មកថាគេប្រាប់អីខ្លះហើយគេសួររកអីអញ្ចឹងសំណួរគេសួរគឺថាគណនាប្រវែងជុំវិញចតុកោណកែងបាទគណនាប្រវែងជុំវិញអញ្ចឹងយើងអាចយកកន្លែងគណនានេះយកមកទៅសេកន្លែងរបៀបឆ្លើយតែម្ដងទៅព្រោះគេសួរអញ្ចឹងហើយយើងយកមកដាក់នឹងតែម្ដងបាទគណនាប្រវែងជុំវិញចតុកោណកែងគិតជាម៉ែត្របាទអញ្ចឹងប្រវែងជុំវិញពីណាទៅណាបាទឥឡូវឧទាហរណ៍ទៅប្រវែងនេះបាទនេះពីជ្រុងនេះដល់ជ្រុងនេះបាទតទៀតពីជ្រុងហ្នឹងមកដល់ជ្រុងនេះបាទបន្តទៀតបាទពីជ្រុងនេះមកជ្រុងនេះហើយមកដល់កន្លែងដដែលបាទអាហ្នឹងហៅថាប្រវែងជុំវិញអញ្ចឹងយើងពិនិត្យមើលប្រវែងទទឹងបាទប្រវែងទទឹងគឺប្រវែងនេះគឺ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្របាទដល់បណ្ដោយគឺ12.4 ម៉ែត្រអញ្ចឹងគេឲ្យយើងគណនាប្រវែងជុំវិញចតុកោណកែងហ្នឹងគិតជាម៉ែត្រអញ្ចឹងមានថាប្រវែងទទឹងនេះ
វាមានຂະຫນាតដល់3បាទមានម៉ែត្រផងដេស៊ីម៉ែត្រផងសង់ទីម៉ែត្រផងបាទអញ្ចឹងដើម្បីរកប្រវែងជុំវិញគិតជាម៉ែត្របាទមានថាយកបណ្ដោយបូកទទឹងបូកបណ្ដោយបូកទទឹងបាទអញ្ចឹងយើងត្រូវបដូរប្រវែងទទឹងនេះទៅជាម៉ែត្រទាំងអស់បាទខាងនេះក៏ទៅជាម៉ែត្រទាំងអស់ពេលណាបានជាម៉ែត្រហើយយើងអាចយកទាំង4ជ្រុងហ្នឹងបូកបញ្ចូលគ្នាបានបាទគឺឃើញចម្លើយតែម្ដងតោះឥឡូវយើងទៅមើលរបៀបនៃការបដូរបាទអញ្ចឹងដើម្បីបដូរយើងត្រូវចាំទៅលើតារាងបដូរຂະຫນាតបាទអញ្ចឹងជួរនេះបាទឬក៏យើងទៅសេថា km យើងអានថាគីឡូម៉ែត្របាទបន្តទៀត hm បាទ hm នេះគឺហិកតូម៉ែត្របាទ dam គឺដេកាម៉ែត្របាទ m គឺម៉ែត្របាទ dm គឺដេស៊ីម៉ែត្រ cm គឺសង់ទីម៉ែត្របាទចំណែក mm គឺមីលីម៉ែត្របាទមីលីម៉ែត្រអញ្ចឹងយើងត្រូវចាំទៅលើຂະຫນាតរង្វង់ប្រវែងហ្នឹងគឺគីឡូម៉ែត្រហិកតូម៉ែត្រដេកាម៉ែត្រម៉ែត្រដេស៊ីម៉ែត្រសង់ទីម៉ែត្រនិងមីលីម៉ែត្របាទអញ្ចឹងចំពោះຂະຫນាតរង្វង់ប្រវែងបាទគឺមួយប្រឡោះនេះបាទមួយប្រឡោះហ្នឹងគឺយើងដាក់បានតែមួយលេខទេឬក៏យើងអាចនិយាយបានថាវាធំជាងគ្នា10ដងបាទ10ដងឥឡូវយើងមើលប្រវែងទទឹងរបស់យើងបាទប្រវែងទទឹងគឺ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រអញ្ចឹងយើងត្រូវបដូរទាំង3ហ្នឹងទៅជាម៉ែត្របាទចំណែកឯប្រវែងបណ្ដោយគឺយើងមិនបាច់ចាំបដូរទេព្រោះវាម៉ែត្រស្រាប់បាទអញ្ចឹងយើងបាច់ចាំបដូរទេអញ្ចឹងយើងបដូរតែប្រវែងទទឹងបាទអញ្ចឹងដើម្បីបដូរគឺយើងគ្រាន់តែយកលេខមកដាក់តែម្ដងបាទ2ម៉ែត្របាទនេះ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្របាទអញ្ចឹងយើងចង់រកម៉ែត្របាទតើ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រហ្នឹងទាំងអស់ហ្នឹងទាំង3ហ្នឹងតើយើងបដូរទៅជាម៉ែត្រតើស្មើប្រមាណបាទអញ្ចឹងដើម្បីបដូរបានគឺយើងត្រូវតែគិតទៅលើប្រឡោះម៉ែត្រនឹងបានហើយបាទគិតប្រឡោះម៉ែត្រនឹងហើយអញ្ចឹងនេះវាមានលេខ2បាទប៉ុន្តែនៅខាងស្ដាំដៃគឺមានលេខ5លេខ9បាទកាលណាមានលេខទៀតអញ្ចឹងយើងដាក់សញ្ញាចុចបាទអញ្ចឹងយើងឃើញ2.59បាទ2.59អញ្ចឹង2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រគឺយើងបដូរទៅជាម៉ែត្រគឺស្មើនឹង2.59ម៉ែត្របាទអញ្ចឹងយើងដឹងប្រវែងទទឹងហើយគឺ2.59ម៉ែត្រចំណែកឯប្រវែងបណ្ដោយគឺ12.4ម៉ែត្របាទអញ្ចឹងយើងអាចបូកបានណាបាទអញ្ចឹងយកប្រវែងបណ្ដោយបាទប្រវែងនេះគឺ12.4បាទបូកប្រវែងទទឹងបាទទទឹងនេះ2ម៉ែត្រ5ដេស៊ីម៉ែត្រ9សង់ទីម៉ែត្រហ្នឹងយើងបដូរមកបាទគឺបាន2.59ម៉ែត្របាទបូកទៀតបាទបូកបណ្ដោយនេះបាទ12.4ម៉ែត្រអញ្ចឹងកាលណាប្រវែងទទឹងនេះបាទ2.59អញ្ចឹងប្រវែងនេះក៏2.59ដែរអញ្ចឹងយើងបូក2.59ម៉ែត្រដែរបាទបន្តទៀតយើងយកមកសរសេរជាជួរឈរបាទ12.4បូកឲ្យ2.59បូក12.4បាទ2.59បាទមាន4តួបាទតួទី1តួទី2តួទី3តួទី4បាទអញ្ចឹងយើងអាចគូសបន្ទាត់បូកបាទអញ្ចឹងដើម្បីបូកចំនួនទស្សភាគបានគឺយើងត្រូវទៅសេឲ្យចំខ្ទង់ពីលើចុះក្រោមបាទនេះចំណុចឲ្យចំចំណុចពីលើចុះក្រោមបាទនេះខ្ទង់រាយអានេះខ្ទង់10អានេះខ្ទង់ភាគ10អានេះខ្ទង់ភាគរយអញ្ចឹងអាខាងលើនេះអត់មានខ្ទង់ភាគរយទេអញ្ចឹងយើងថែម0.1មកឲ្យស្មើគ្នាបាទក្រោមនេះថែម0.1ដែរតទៅទៀតយើងបូក9បូក9បាទ18សរសេរលេខ8ត្រាទុក1 1បូក4 5 5បូក5 10
10 bូក 4 14 14 បូក 5 19 បាទចុចដាក់ចុចដែរចឹងមិញយើងបូកឃើញ19សរសេរលេខ9ត្រាទុក1បាទ1បូក2 3 3បូក2 5 5បូក2 7 7បូក2 9បាទ1បូក1 2បាទអញ្ចឹងយើងបូកឃើញហើយយើងអាចយកនេះមកដាក់នេះតែម្ដងមកបាទគឺស្មើនឹង29.98ម៉ែត្រអញ្ចឹងយើងអាចឆ្លើយថាបានណាបាទឆ្លើយថាប្រវែងជុំវិញចតុកោណកែងគឺបាទ29.98ម៉ែត្របាទអញ្ចឹងគឺយើងឃើញចម្លើយហើយគេឲ្យយើងគណនាប្រវែងជុំវិញចតុកោណកែងគឺយើងឃើញ29.98ម៉ែត្របាទនេះជាការធ្វើឬក៏របៀបនៃការឆ្លើយទៅលើចំណោទឬក៏ដោះស្រាយចំណោទមានប៉ុណ្ណឹងបាទចឹងយើងដោះស្រាយមកបានប៉ុណ្នេះបាទមុននឹងបានប៉ុណ្ណឹងយើងត្រូវបដូរຂະຫນາດសិនបាទទទឹងនេះគឺវាមានຂະຫນາດច្រើនបាទវាមានម៉ែត្រផងដេស៊ីម៉ែត្រផងសង់ទីម៉ែត្រផងចឹងយើងត្រូវបដូរទាំង3ຂະຫນາດហ្នឹងឲ្យទៅជាម៉ែត្របាទដោយប្រើប្រាស់តារាងបដូរຂະຫນາດរង្វាស់ប្រវែងបាទចឹងតើតើនឹងចំណោទទី1បាទមានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនមានចម្ងល់តើតើនឹងការដោះស្រាយចំណោទនេះបងប្អូនអាច comment សួរលោកគ្រូបាទនៅខាងក្រោមវីដេអូជួបលោកគ្រូនៅវីដេអូក្រោយបន្តទៀត